បងប្អូនឥឡូវថ្ងៃនេះបងប្អូនជំរឿមុខម្ហូបខ្ញុំមិនចេញមកជាមុខម្ហូបអីបងប្អូនចាំតាមដានមើលយើងមានពងទាឬកំពងមាន់ណាបងប្អូនចាពងទាឬកំពងមាន់យើងគោះអាផ្នែកក្រហមយើងដាក់ផ្សេងអានេះផ្នែកសបងប្អូនចាដាក់ផ្សេងហើយនៅក្នុងហ្នឹងគឺខ្ញុំដាក់ការ៉ុតហើយខ្ញុំដាក់ស្ពៃតឿយើងដាក់បន្លែណាដែលយើងចូលចិត្តណាបងប្អូនចាគឺយើងដាក់សងខាងដូចគ្នានេះផ្នែកក្រហមអានេះផ្នែកសបងប្អូនចាផ្នែកសហើយខ្ញុំដាក់ស៊ុបខ្នុរបន្តិចទៅចាខ្ញុំដាក់ស៊ុបខ្នុរឲ្យវាផ្អែមឲ្យវាមានជាតិប្រៃឡើងឡំអញ្ចឹងណាបងប្អូនចាហើយដល់ពេលរួចហើយបងប្អូនចាំមើលយើងយកទៅដាក់ស្ងោរយើងច្រកថង់បងប្អូនយើងយកទៅស្ងោរមកផ្លេតឯងបងប្អូនចាស្ងោរមកផ្លេតឆ្អិនហើយបងប្អូនចាំតាមដានមើលបន្តទៀតណាតែម្ហូបនេះចេញមកយ៉ាងម៉េចឥឡូវបងប្អូនខ្ញុំច្រកថង់ចំហុយរួចរាល់ហើយណាបងប្អូនតាផ្នែកសហ្នឹងគឺខ្ញុំបានកាត់ដាក់ចានហើយណាបងប្អូនតែខ្ញុំអត់បានបង្ហាញខ្ញុំភ្លេចថតទៅបងប្អូនចាឥឡូវខ្ញុំអានេះផ្នែកក្រហមបងប្អូនចាឥឡូវខ្ញុំកាត់ដាក់ហើយរួចរាល់ហើយបងឥឡូវរួចរាល់ហើយបងប្អូនមើលឃើញទេអានោះអាផ្នែកសបងប្អូនអសនោះពុកពងទាផ្នែកសយើងលាយមួយបន្លែហើយអាលឿងនោះគឺផ្នែកក្រហមបងប្អូនយើងលាយមួយបន្លែដែរហើយយើងច្រកថង់យើងយកទៅចំហុយកាលណាចំហុយឆ្អិនហើយយើងយកមកកាត់វាអញ្ចឹងណាបង